ជំរាបសួរអ្នកគ្រូថ្ងៃនេះខ្ញុំមក present ទៅលើ lab របស់យើងជា midterm ដែលធ្វើទៅលើ EN ទៅលើ ENSP ដែលនៅក្នុងនោះអ្នកគ្រូឲ្យទៅលើ config ទៅលើ O1 ជា client ហើយ O2 ជា O2 ឈ្មោះ O2 ហើយនឹងទី3គឺ test and server ចាប់ផ្ដើមមកយើងចាប់ផ្ដើមទៅលើtest ទៅលើនេះរបស់យើងទៅលើដុំរបស់យើងដែលបានរ៉ានរួចហើយដើម្បីចាប់ផ្ដើមរ៉ានរបស់វាគឺយើងប្រើ system .view system.view របស់យើងនៅក្នុងនេះបាទយើងប្រើជាងសិនដោយសារមុនហ្នឹងខ្ញុំបានចូលទៅលើហ្នឹងយើងចាប់តាមប្រើ system.view ហើយដើម្បីដូរឈ្មោះបានយើងប្រើ system ហើយយើងចាប់តាមដូរឈ្មោះវាទៅជានេះវិញជា client បដូរវាទៅជា client វិញនៅពេលហ្នឹងយើងបានបដូរឈ្មោះវារួចហើយយើងចាប់ផ្ដើមបន្តទៀតគឺយើងទៅមើលទៅលើ comment ដែលយើងបានសរសេរទុករួចហើយដើម្បីទៅលើ config វានេះគឺជា route ទី1ដែលខ្ញុំប្រើមិញហ្នឹងគឺកន្លែងនេះយើងចាប់ផ្ដើមចូល view system view ហើយនេះយើងចាប់ផ្ដើមបដូរទៅលើឈ្មោះវាហើយ O1 នេះមានន័យថា O1 នេះជា client ខ្ញុំបានបដូរឈ្មោះវាហើយខ្ញុំក៏បាន config វារួចហើយកន្លែងនេះយើងចាប់ផ្ដើមទៅដាក់ទៅលើខ្សែរបស់យើងជា IP ដែលមានប៉ុណ្ណេះហើយបន្ទាប់ពីយើងដាក់រួចហើយយើងនឹង click ចេញមកហើយយើងចូលទៅបន្ទាប់មកយើងចូលទៅ interface នៃ loop backbone យើងចាប់ផ្ដើមទៅ set IP address មួយនេះចូលដើម្បីនេះស្រួលហើយយើងចាប់ផ្ដើម click ចេញហើយយើងចាប់ផ្ដើមបន្តទៀតគឺយើងចាប់ផ្ដើម click ទៅលើ SPS កន្លែងនេះបើយើងចុចតែប៉ុណ្ណេះវានឹងដើរប៉ុន្តែនៅពេលដែលយើងចុចបន្តទៀតទៅកន្លែងនេះវាអត់ដើរទេយល់ល្អគឺយើងចាប់ផ្ដើមទៅសេអានេះទៅមួយគ្នានៅក្នុងពេលតែមួយតែម្ដងងាយស្រួលគឺអត់មាន problem ទេហើយកន្លែងចាប់ផ្ដើម area zone យើងចាប់ផ្ដើមបញ្ចូល IP address មួយនេះចេញហើយយើងបញ្ចូល address មួយនេះដែរហើយនឹង click យើង click ហើយយើងទៅ click មួយទៀតដើម្បីបើ click យើងទៅ click ទៅដល់យើងនឹង click ទៅដល់កន្លែងនេះមកវាបានអាច save បាននេះយើង click មកដល់កន្លែងនេះដើម្បីយើងអាច save ទៅលើdecision បានហើយនេះគឺជា router ទី2នៃយើង config យើងចាប់តាមដាក់ឈ្មោះដូចមុនយើងចាប់តាមដាក់ឈ្មោះទៅលើ Air2 នៃឈ្មោះ route របស់យើងចាប់តាមដាក់ទៅលើ interface នៃ subnet មកហើយអានេះគឺជាការដាក់ IP address និង config ចេញនេះយើងដាក់សັບហើយយើងចាប់តាមទៅលើ IP address បន្ទាប់មកទៀតយើងនឹង click បន្ទាប់ពីយើង click ហើយយើងនឹង interface នៃ loop បន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ IP address ទៅលើទី2ដែលជាយើងនឹង click ចេញបន្ទាប់ពីយើងដាក់រួចហើយនឹង click ចេញវាដូចតាមមុនដូចតាមគឺយើងចាប់ផ្ដើមប្រើទៅលើនឹងនេះស្រួលទៅលើ click ចេញហើយយើងទៅវាដូចតាមុនដូចជារដដែលដូចពីដើមដែលយើងបានសរសេររួចហើយអានេះគឺជា config ដែលខ្ញុំបានសរសេររួចហើយទៅទុកនៅក្នុងនេះដើម្បីងាយស្រួលយើងតេស្តទៅលើវាមកយើងវាយទៅ pin ស្ដាប់យើងចង់ទៅឥឡូវយើងចង់មកFTP យើងប្រើ 10.1.2 10.1.2.2 នៅពេលនោះវានឹងទៅរកកន្លែងនឹងឃើញ
ដើម្បីទៅអាទី3បានយើងទៅ pin ដូចគ្នាយើងត្រូវដាក់អានេះចូល pin 10.1.3.1 នៅពេលហ្នឹងវានឹងទៅរកឃើញដើម្បីងាយស្រួលនៅក្នុងការនេះទៀតយើងនឹងទៅតេស្តទៅលើនេះមកអាទី2ទី2ដូចគ្នាគឺយើងបើយើងចង់បដូរឈ្មោះក៏សរសេរថា system view បន្ទាប់មកយើងចង់បដូរឈ្មោះវាចេញគឺ system name tab មកយើងបដូរឈ្មោះវាបានហើយយើងដាក់ air3 ទៅair2 ពេលហ្នឹងវានឹងបដូរឈ្មោះយើងបន្ទាប់មកទៀតយើងចាប់ផ្ដើមយើងចង់ដឹងថា print វាមិនឥឡូវយើង click វាចេញសិនយើង click វាចេញរួចហើយយើងចាប់ផ្ដើម pin វាយើងចង់ទៅលើ route ទី1 route O1 ដែលជា client របស់យើងដែលមាន IP ដូចជា10.1.2 ហើយចុច1នៅពេលហ្នឹងវានឹងរកឃើញទៅលើ route ទី1ដែលយើងសន្តិដ្ឋនៅ route នៃ route ទី2 router ទី2ដែលជាឈ្មោះវាជា auto ឥឡូវយើងចង់ទៅអាទី3គឺយើង pin យើងទៅយកទៅលើនេះអាទី3របស់យើងគឺមាន 10.3.1.1.3 10.1.3.1 នៅពេលហ្នឹងក៏វាទៅរកអាទី2របស់យើងក៏ឃើញដែរហើយដើម្បីឲ្យកាន់តែច្បាស់ជាងនោះទៀតនោះយើងនឹងចូលអាទី3ដែលជា server របស់យើងវាជា server ដូចគ្នាយើងចាប់ដើម system space system យើង type មកពេលហ្នឹងវានឹងចេញ system view របស់យើងចាប់ដើមបដូរឈ្មោះយើងវាយដាក់តែប៉ុណ្ណេះមកយើង type យើងបដូរឈ្មោះវាបានហើយយើងបដូរឈ្មោះវាទៅជានេះវិញ type វិញពេលហ្នឹងវានឹងបានបដូរឈ្មោះយើងដើម្បីនិយាយទៀតយើងចាប់ដើមចេញវាសិនដើម្បីទៅតេស្តទៅលើអាទី1និងអាទី2របស់យើងទៅ click UIT click ទៅពេលที่យើង click ហើយយើងចាប់ដើម pin ទៅលើ IP នៃ address ទី1ដែលយើងបានទុកទៅលើរួចហើយនេះគឺ 10.1.2.1 10.1.2.1 ពេលហ្នឹងក៏វាទៅរកឃើញ request បានជោគជ័យឥឡូវយើងទៅ pin ទៅលើ address នៃ pin ទៅលើ address អាទី2របស់យើងដែលយើងបានសរសេរទុកក្នុង note 10.1.2.2 10.1.2.2 វារកបានជោគជ័យគឺត្រូវlab នេះត្រូវបានបញ្ចប់សូមអរគុណអ្នកគ្រូដែលបានមើលវីដេអូមួយនេះ